ព្រេងតេតងតនឹងទំនៀមប្រាពពើក្នុងមង្គលការអតីតនិទានថាការដែលប្រតិពីរលាយដោយភ្លើងកាន់ទៅហើយក៏កើតឡើងវិញជាថ្មីមានឈ្មោះព្រះឥស្វរៈមួយអង្គដែលអ្នកនគរយើងតែងហៅថាព្រះឥសូរមិនដឹងជាហេតុដូចម្ដេចក៏ហៅថាព្រះឥសូរវិញប្រហែលជាមិនស្គាល់ឈ្មោះឃើញលោកពូកែផុតមនុស្សក៏សន្មតហៅថាព្រះឥសូរព្រះឥសូរមានន័យថាជាកំពូលលើមនុស្សឥឡូវនេះយើងហៅថាព្រះឥសូរទៅតាមការសន្មតរបស់អ្នកភូមិទៅចុះព្រះឥសូរនេះលោកគឺជាស្ដេចធំនៅឋានកៃឡាសជាប់ចិត្តចង្កេះភ្នំហិមាល័យដែលមនុស្សយើងមិនអាចទៅដល់ទេព្រះអគ្គទេពីរបស់លោកព្រះនាងឧមាភគវតីតាមមាត់អ្នកភូមិថាជាស្ត្រីគ្រប់លក្ខណៈប្រសើរលើទេវតានិងស្ត្រីទ្វីបទាំង4ព្រះឥសូរនោះមានរតិនុភាពប្រៀបផ្ទឹមពុំបានចេះសពចេះគ្រប់ឈានលោកីនិងសិលសាស្ត្រគ្រប់មុខពពួកទេវតាអិនព្រំយៈគន្ធៈក្រតនាវិជាធរស្ញប់ស្ញែងកោតខ្លាចលោកណាដោយចូលទៅគោរពសុំរៀនពីសំណាក់លោកទាំងអស់ដែលពូកែនោះសំបីតែអង្គជាតិរបស់លោកកាលណាមានដំរេក៏ក្រើកស្រក់ធ្លាក់ចេញពីទីមកពុំមានភពណាទទួលរងបានឡើយបើធ្លាក់ដល់ផែនដីនឹងឆេះផែនដីបើធ្លាក់ដល់ទឹកនឹងការជាព្យុះខ្យល់បក់បោកល្អិតខ្ទេចខ្ទីឈើតាវរកើតអន្តរាយមនុស្សម្នានឹងរាប់ពុំបានទេរទ្ធីនោះសូម្បីតែមនុស្សស្លាប់បាត់ជីវិតទៅហើយអស់កាលជាយូរដល់ទៅ100ឆ្នាំក៏ដោយឲ្យតែនៅសល់ឆ្អឹងកំតិចបន្តិចបន្តួចក៏នៅខ្លាចរទ្ធីលោកដែរបើចង់ដឹងថាឈ្មោះណាម្នាក់ស្លាប់ហើយទៅកើតនៅក្នុងទីណាយកតែឆ្អឹងឈ្មោះនោះបន្តិចមកថ្វាយលោកបានហើយលោកនឹងគោះសួរឆ្អឹងនឹងប្រាប់លោកថាទៅកើតនៅឋានសួគ៌នរកឬប្រែតដេរឆានបានទាំងអស់បានជាថាឆ្អឹងក៏នៅខ្លាចរទ្ធីលោកដែរពួកយេក្រតនាកេណោមុននឹងស្គមកូនចៅជាប្តីប្រពន្ធនឹងគ្នានិយមទៅសំពោពីព្រះឥសូរនិងនាងឧមាភគវតីណាស់ដើម្បីយកមកធ្វើជាមង្គលប្រយោជន៍ឲ្យកូនចៅមកខាងក្រោយបានទទួលចំណែកឫទ្ធិអំណាចអំពីព្រះឥសូរព្រោះអង្គជាតិព្រះអង្គនិងលក្ខណៈនាងនោះពូកែណាស់លុះកាលយូរមកមានស្ដេចមនុស្សមួយអង្គឈ្មោះព្រះជ័យសូរ្យាដែលជាខ្សែស្រឡាយអំបូរព្រះភិរុណនៅនគរកេនជម្ពូស្ដេចអង្គនេះដើរស្វែងរករៀនសិលសាស្ត្រក្នុងព្រៃហិនពៀនអស់រយៈពេលជាង1ឆ្នាំមិនចេះជួបប្រទះនឹងឥសីឬតាបង់ណាមួយសោះសម័យថ្ងៃមួយព្រះឥសូរទ្រង់អសោកហោះមកលេងឋានជម្ពូទ្វីបទៀងចុះមកមើលព្រៃនឹងដងភ្នំក៏ប្រទះឃើញកុមារម្នាក់ដេកនៅខាងក្រោមដើមឈើព្រះឥសូរទ្រង់ក៏មានព្រះតម្រិះថាកុមារនេះជាកូនមនុស្សហេតុអ្វីក៏ដើរមកដេកក្នុងព្រៃស្មោះសានតែម្នាក់ឯងដូច្នេះមើលទៅរូបរាងសាច់ឈាមនិងសម្លៀកបំពាក់ដូចជាអំបូរខ្សាត់ឬមួយក៏ប្រិតនគរមកចូលអញដាស់សួរមើលលោកក៏ហៅឲ្យក្រោកឡើងសួររឿងរ៉ាវទៅកុមារក៏ទូលថាខ្ញុំព្រះអង្គឈ្មោះព្រះជ័យសូរ្យាជាតិមនុស្សលោកនៅក្នុងការកេនជម្ពូខ្ញុំព្រះអង្គដើរស្វែងរករៀនសិលសាស្ត្រនៅក្នុងព្រៃនេះជាង1ឆ្នាំហើយពុំបានជួបនឹងឥសីឬតាបោះណាមួយសោះការឮដូច្នោះលោកប្រាប់ថាយើងគឺជាព្រះឥសូរនៅឯឋានកៃឡាសឯងស្គាល់យើងទេសិលសាស្ត្រយើងចេះដែរបើចង់រៀនយើងនឹងបើកឲ្យរៀនបានព្រះជ័យសូរ្យាក្រាបសំពះទូលថាព្រះគុណណាស់ម្ចាស់ថ្លៃអើយខ្ញុំព្រះអង្គឮតែឈ្មោះមិនដែលឃើញព្រះអង្គសោះប៉ុន្តែទូលបង្គំជាតិជាមនុស្សមិនចេះហោះហើរទៅមានបំណងស្វែងរករៀនសិលសាស្ត្រត្រឹមតែពីសំណាក់ឥសូរនិងតាបោះព្រះឥសូរមានបន្ទូលថាយើងក៏ចង់ឲ្យមានកិច្ចឈ្មោះនៅឯឋានមនុស្សលោកដែរព្រោះយើងមិនទាន់ដែលបានបង្រៀនមនុស្សណាម្នាក់សោះណាចូលចៅរៀនពីសំណាក់យើងនេះទៅចុះព្រះជ័យសូរ្យាថាទូលបង្គំចង់រៀនណាស់ហើយតែមិនដឹងគិតធ្វើដូចម្ដេចនឹងបានរៀនទេបើព្រះគុណគង់រហូតនៅឯឋានកៃឡាសឯណោះព្រះឥសូរមានបន្ទូលបន្តទៀតថាឲ្យតែចៅព្រមទៅតាមយើងចុះយើងនឹងឲ្យចៅទៅបានដោយសេចក្តីប្រាថ្នាព្រះជ័យសូរ្យាមានបន្ទូលថាព្រះគុណអើយបើដូច្នោះរុកទូលបង្គំព្រះអង្គនេះដូចបានកើតម្ដងទៀតហើយព្រះឥសូរបានឆោតថាចៅហាមិត្តឡើងយើងសម្រាប់ថ្មិញមើលគ្រប់32ឬទេព្រះជ័យ
ស្រយាហាមាត់ឡើងព្រះឥសូរសេះវិជាស្ដោះទឹកមាត់ខ្ជាក់ចូលទៅក្នុងមាត់របស់ព្រះជ័យស្រយាព្រះជ័យស្រយាភ្ញាក់លេបក្អឹកចូលទៅក្នុងពោះកាលណាក៏ព្រឺព្រួយគ្រប់រងកើតជាកម្លាំងស្មើនឹងដំរីសាភ្លាមមួយរំពេចក៏ជិះហោះដើរលើអាកាសបានដូចសេចក្តីប្រាថ្នាព្រះឥសូរក៏នាំហោះទៅឋានកៃឡាសបង្ហាត់បង្រៀនសិលជាសពគ្រប់ហើយព្រះជ័យស្រយាក៏លាត្រឡប់មកនគរវិញសោយរាជសម្បត្តិមានទាំងព្រះមហេសីប្រសាស្មើសួរកញ្ញាថ្ងៃមួយត្រង់ពោព្រះអគ្គទេពីនាំហោះទៅថ្វាយសម្ដេចព្រះគ្រូប្រសិទ្ធិពរជ័យមង្គលឲ្យលុះចាប់កិច្ចហើយព្រះជ័យក៏ក្រាបទូលថាខ្ញុំព្រះអង្គសូមពរជ័យមង្គលមួយទុកជាព្រះកេរសម្រាប់ចម្ពោះទ្វីបដើម្បីយកទៅប្រសិទ្ធិពរនៅក្នុងវេលារៀបអាពាហ៍ពិពាហ៍អង្គជាតិជាមនុស្សឲ្យបានរុងរឿងដោយរៀបមង្គលការនៅឯឋានកៃឡាសផងព្រោះកំណើតជាមនុស្សលោកកាត់មកថយថោកណាស់គ្មានឫទ្ធិអំណាចអ្វីទេព្រះឥសូររំពឹងកាត់សពគ្រប់ហើយឃើញថានឹងឲ្យពរអ្វីក្រៅពីអង្គជាតិរបស់ខ្លួននឹងយោនីអគ្គទេពីរបស់ខ្លួនមកជាផ្សាយអំណាចពុំបានយូរអង្វែងឡើយឥឡូវបើមិនឲ្យធ្វើដូចម្ដេចនឹងផ្សព្វផ្សាយគេឈ្មោះលោកនៅឯឋានមនុស្សទៅបើទៅនឹងមានសោះជាស្ដេចមនុស្សលោកតែម្នាក់នេះផងលោកក៏ហៅព្រះនាងឧមាភគវតីជាព្រះមហេសីមកនិយាយសូមលក្ខណៈយោនីនាងធ្វើជាមង្គលឲ្យទៅឋានមនុស្សលោកឲ្យមានឫទ្ធិអំណាចដូចឋានកៃឡាសដែរព្រះនាងអគ្គមហេសីក៏ព្រមថ្វាយថាសូមឲ្យបានដោយសេចក្តីប្រាថ្នាចុះព្រះឥសូរក៏ទ្រង់ហោះទៅយកខ្សាច់ពេជ្រពីចក្រវាលមកប្រសិទ្ធិធ្វើជាស្លឹកពោធិ៍មាសតំណាងឲ្យយោនីរបស់ព្រះនាងនិងយកថ្មពេជ្រពីភ្នំហិមាល័យមកប្រសិទ្ធិធ្វើជាទានមាសតំណាងឲ្យអង្គជាតិរបស់ព្រះអង្គលុះលោកប្រសិទ្ធរួចលោកក៏សន្មតឲ្យឈ្មោះថាពោពីរតគឺថាពោពីនេះក៏ដូចប្រាថ្នាប៉ុន្តែហើយយាមកថាពោពិលវិញរួចលោកក៏ហុចឲ្យព្រះជ័យទាំងប្រាប់ថារបស់នេះហើយជាមង្គលធំចូលអ្នកយកទៅធ្វើគេឯឋានចំពោះទ្វីបចុះបើត្រូវការរៀបចំសំគុំកូនចៅត្រូវយកទានមាសបិទនឹងស្លឹកពោធិ៍មាសនេះហើយដុតឲ្យឆេះហើយបង្វិល3ជុំសម័យខ្លួនរួចលត់ទៅវិញរួចយកផ្លិតបាក់ផ្សែងឲ្យចូលមាត់ច្រមុះសម័យខ្លួនទាំងប្រុសទាំងស្រីផ្សែងនោះមានក្លិនក្រអូបដោយផ្កាមន្ទាបោះនៅឯឋានសួគ៌នាយឲ្យតែដកដង្ហើមចូលផ្សែងទៅក្នុងខ្លួនកាលណានឹងព្រឺព្រួយរោមមានកម្លាំងដោយដំរីសាទាំងប្រុសទាំងស្រីនឹងការជាបុត្រឡើងមានអំណាចឫទ្ធានុភាពភាគច្រើនព្រះជ័យទទួលមង្គលពីព្រះរាជគូរួចកាលណាក៏ពោតែពីហោះត្រឡប់មកនគរវិញស្ដេចទ្រង់ផ្សាយដំណឹងនេះដល់នាម៉ឺនមុខមន្ត្រីសេនាទាហានក្នុងព្រះនគរឲ្យដឹងគ្រប់គ្នាទាំងអស់ថាបើអ្នកណារៀបចំសំគុំកូនចៅជាប្តីប្រពន្ធនឹងគ្នាត្រូវមកដង្ហែមង្គលនេះទៅអត់យកផ្សែងបាក់ឲ្យស្របបន្តិចគ្រប់គ្នាដើម្បីឲ្យមានកម្លាំងពលំដោយដំរីសាឲ្យកើតជាបុត្រមកឆ្លាតវៀងវៃថាបើប្រុសស្រីណាដែលមានកម្លាំងហេវហាតស្គមកំប្រឹងកំព្រាយ៉ាងណាក៏ដោយឲ្យតែបានអង្គុយចិត្តគេនៅវេលាដែលគេរៀបមង្គលការហើយផ្សែងបាក់ត្រូវបន្តិចបន្តួចក៏មានសាច់ឈាមល្អឡើងវិញមានកម្លាំងដោយដំរីសាជាទៀងប្រកាសណាស់យូរមកប្រហែលជា100ឆ្នាំទើបអស់ទានទៅស្ដេចមន្ត្រីសេដ្ឋីនិងបណ្ដាជនក៏នាំគ្នារចនាធ្វើជាទានខ្លួនឯងជំនួសអ្នកដែលមានទ្រព្យក៏ធ្វើជាស្លឹកពោធិ៍ដោយមាសធ្វើដោយប្រាក់សម្រាប់តុងដែងស្ពាន់នឹងដែកជាដើមឯទានគេយកក្រមួនលុញធ្វើដូចសពដងហើយទឹមនឹងទឹកមាសរួចទៅសន្មតថាស្លឹកពោធិ៍និងទាននេះហើយជាតំណាងយោនីព្រះនាងឧមាភគវតីនិងអង្គជាតិរបស់ព្រះឥសូរសូមឲ្យមានឫទ្ធានុភាពអំណាចដោយរបស់លោកបាននិមិត្តប្រទានហើយយកទៅអុជបក់ផ្សែងឲ្យនៅវេលារៀបមង្គលការនោះទៅអាស្រ័យរឿងនេះទើបបានជាជាប់មានទំនៀមទម្លាប់បង្វិលបំពើរហូតមកដល់សពថ្ងៃនេះ